chẳng các bạn bị miền bay một nắng và sân chụp on phở đôi tối một ngày phở đôi nị bán nè khọp nị bán 2% ជប៉ុនដតជាមួយនឹងទូរស័ព្ទដោយ Type C បងប្រើគ្រាប់មួយនេះ 2% ជប៉ុនចង់ប្រើជាមួយនឹង iPhone គឺបងប្រើជាមួយនឹងគ្រាប់ OTG Lightning មួយគ្រាប់នេះទៀតហ្នឹងហើយអញ្ចឹងគឺយើងទិញអានេះមួយគឺយើងចំណេញមែនតើបើសិនយើងដូរទូរស័ព្ទដូរអីយើងគ្រាន់តែបន្តអាគ្រាប់ក្បាលបន្តនេះទៅគឺយើងអាចប្រើដោយ8នឹងបានរហូតហ្នឹងហើយហើយបើសិនយើងយកប្រើជាមួយនឹង computer យើងគ្រាន់តែយកប៉ុណ្នេះទៅគឺយើងអាចប្រើជាមួយនឹង computer បានហើយបាទសម្រាប់បងប្អូនដែលប្រើទូរស័ព្ទ Oppo Vivo ដូចទូចអញ្ចឹងបងប្អូនអាចឆ្នៃប្រើបែបនេះបានអញ្ចឹងបងប្អូនគ្រាន់តែមានគ្រាប់ OTG នេះមួយហើយនឹង USB បែកពី USB មក USB 4 port នេះមួយហើយគឺយើងអាចប្រើបានហើយនេះអញ្ចឹងគឺយើងប្រើបែបនេះគឺយើងដតបែបហ្នឹងមកហើយយើងដតចូលទូរស័ព្ទយើងគឺវាដំណើរការអូខេអញ្ចឹងសម្រាប់បងប្អូនដែលប្រើគឺបងប្អូនអាចប្រើបែបនេះបានគឺយើងមានឆ្នៃបែបនេះបានអូខេអញ្ចឹងនៅពេលណាគ្នាយើងប្រើនេះគឺវាចំណេញមែនតើនេះប្រើដូចមួយហ្នឹងអញ្ចឹងដូចមួយហ្នឹងគឺយើងអាចយកប្រើជាមួយ computer ក៏បានហើយបើសិនជាថ្ងៃក្រោយបងប្អូនដូរទូរស័ព្ទប្រើទូរស័ព្ទដោយ Type C វិញអញ្ចឹងបងប្អូនគ្រាន់តែទិញគ្រាប់ OTG នេះមកគ្រាប់ទៀតគឺយើងអាចប្រើដូចនឹងបានតទៀតហើយអូខេអញ្ចឹងយើងគ្រាន់តែទិញគ្រាប់នឹងមកហើយយើងដោតចូលដូចយើងដដែលហ្នឹងទៅគឺយើងអាចភ្ជាប់មកភ្ជាប់ keyboard លេងទៀតហើយអញ្ចឹងទិញអានេះម្ដងគឺចំណេញមែនតើយើងទិញតែមួយយើងអាចប្រើជាមួយ computer ក៏បានហើយប្រើជាមួយទូរស័ព្ទអីក៏បានដែរអូខេអញ្ចឹងនេះបើសិនជាបងប្អូនមានទូរស័ព្ទដោយ Type C បងអាចទិញគ្រាប់នេះមកគ្រាប់ទៀតទៅគឺយើងអាចប្រើបានតទៀតហើយបើសិនជាអូនប្រើជាមួយនឹង iPhone បងប្អូនគ្រាន់តែទិញគ្រាប់ OTG iPhone នេះមួយទៀតមកគឺយើងអាចភ្ជាប់មកភ្ជាប់ keyboard វាយអក្សរនៅលើទូរស័ព្ទ iPhone យើងបានហើយអូខេនេះឃើញទេអញ្ចឹងក្បាលវាមាន3 mode ហ្នឹងបើសិនជាបងប្អូនប្រើដោយតូចបងអាចប្រើដោយនេះបាននេះគ្រាប់នេះបានហើយបើសិនជាបងដតជាមួយនឹងទូរស័ព្ទដោយ Type C បងប្រើគ្រាប់មួយនេះហើយបើសិនជាបងចង់ប្រើជាមួយនឹង iPhone គឺបងប្រើជាមួយនឹងគ្រាប់ OTG Lightning មួយគ្រាប់នេះទៀតហ្នឹងហើយអញ្ចឹងគឺយើងទិញអានេះមួយគឺយើងចំណេញមែនតើបើសិនយើងដូរទូរស័ព្ទដូរអីយើងគ្រាន់តែបន្តអាគ្រាប់ក្បាលបន្តនេះទៅគឺយើងអាចប្រើដោយ8នឹងបានរហូតហ្នឹងហើយបើសិនជាយើងយកប្រើជាមួយនឹង computer យើងគ្រាន់តែយកប៉ុណ្នេះទៅគឺយើងអាចប្រើជាមួយនឹង computer បានហើយអញ្ចឹងឥឡូវខ្ញុំសាកប្រភេទ micro ឲ្យបងប្អូនគ្នាមើលបន្តិចដូចទូចអូខេអញ្ចឹងរបៀបភ្ជាប់អត់មានអីពិបាកទេបងប្អូនគ្នាគ្រាន់តែដោតបែបហ្នឹងមកនេះហ្នឹងហើយបន្តមកយើងមកទូរស័ព្ទយើងទៅហើយទូរស័ព្ទយើងកុំភ្លេចបើក OTG ផងអានឹងមិនវាដើរអញ្ចឹងទូរស័ព្ទគ្នាយើងភាគច្រើនគឺមានកន្លែងបើក OTG ហ្នឹងហើយទូរស័ព្ទពួកដូចទូចហ្នឹងអញ្ចឹងយើងគ្រាន់តែដោតបែបហ្នឹងមកអូខេហើយបន្តមកយើងដោតមកដោត keyboard យើងទៅនេះអញ្ចឹងលើនេះខ្ញុំដោតមកក្រោមនេះខ្ញុំដោត keyboard អូខេអញ្ចឹងដោតតែប៉ុណ្្នឹងទៅគឺយើងអាចប្រើបានហើយអញ្ចឹងនេះគឺយើងអាចប្រើបានយើងអាចវាយអក្សរវាយអីបានទាំងអស់ហើយនេះអញ្ចឹងមែនតើអូខេហើយបើសិនជាម៉ៅវិញម៉ៅគឺដើរនេះម៉ៅអូខេអញ្ចឹងនេះគឺដើរហើយបើសិនជាថ្ងៃក្រោយបងប្អូនដូរទូរស័ព្ទប្រើទូរស័ព្ទដែលដូច Type C វិញបងប្អូនក៏ដូរអាក្បាលនេះមកយើងប្រើគ្រាប់ OTG Type C នេះវិញមកគឺយើងអាចប្រើដូចនឹងតបានទៀតហើយអូខេចាំមើលខ្ញុំដោតឲ្យមើលអានេះដូច Type C អញ្ចឹងយើងក៏ដោតបែបហ្នឹងមកគឺយើងអាចប្រើដូចនឹងតទៀតបានហើយអូខេអញ្ចឹងដូចហ្នឹងគឺចំណេញអូខេទិញម្ដងគឺយើងអាចប្រើបានរហូតហ្នឹងហើយប្រើជាមួយនឹងទូរស័ព្ទក៏បានប្រើជាមួយនឹង computer ក៏បានដែរអូខេអញ្ចឹងនេះគឺយើងវាយអក្សរគឺដើរធម្មតាណាតែអញ្ចឹងយើងយកទៅលេងហ្គេមក៏បានយើងយកទៅវាយ typing រៀនវាយអក្សររៀនវាយអីក៏បានដែរអូខេនេះហើយបើសិនជាបងប្អូនប្រើមួយ iPhone បងគ្រាន់តែដាក់ក្បាលនេះមកដល់តែប៉ុណ្្នឹងទៀតមកគឺយើងប្រើជាមួយនឹង iPhone បាត់ទៀតបានបាត់ទៀតហើយនេះឃើញទេចឹងគឺវាងាយស្រួលមែនតើហើយបើសិនជាបងប្អូនគ្នាត្រូវការអាចឆាតចូល TikTok ហើយនិង Telegram ខាងលើនេះបានអញ្ចឹងគឺខ្ញុំមានក្បាល3ប្រភេទនេះគឺនៅក្នុង stock ហើយនឹងដូចបែបនេះហើយដូច Type C ខ្ញុំមានដែរអញ្ចឹងបើសិនជាបងប្អូនគ្នាត្រូវការអាចឆាតចូល TikTok ហើយនិង Telegram ខាងលើនេះបានបាទអរគុណច្រើនទាំងអស់គ្នាជំរាបលា